បាទសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះថ្ងៃនេះខ្ញុំចង់ចែកម្លែកបងប្អូនតើ SIM ហើយនិង eSIM តើការប្រើប្រាស់ខុសគ្នាបែបណាហើយ SIM ល្អបែបណាហើយនិង eSIM គឺល្អបែបណាអញ្ចឹងSIM ហើយនិង eSIM នេះគឺមានផលប្រយោជន៍ល្អផ្សេងគ្នាមានអត្ថប្រយោជន៍ខ្វះខាតផ្សេងគ្នាអញ្ចឹងខ្ញុំនិយាយពី SIM មុនអញ្ចឹង SIM បងប្អូនធ្លាប់ប្រើប្រាស់ SIM ធម្មតាទូទៅមិនថាក្នុងទូរស័ព្ទដែលមានប្រើប្រាស់នៅ eSIM ហើយនិងប្រើប្រាស់តែ SIM បានធម្មតាហ្នឹងគឺនិយាយទៅគឺក្នុងទូរស័ព្ទរបស់យើងឧទាហរណ៍ថាយើងអាចប្រើ SIM បានមួយហើយនឹងអាចប្រើនៅ eSIM បានអញ្ចឹងឧទាហរណ៍ថាយើងប្រើប្រាស់ SIM អញ្ចឹងយើងប្រើប្រាស់ SIM ពេលខ្លះ SIM យើងផ្លាស់ប្ដូរនៅទូរស័ព្ទផ្សេងយើងប្រើប្រាស់កាន់តែយូរទៅគឺ SIM គឺនឹងអាចខូចជើង SIM វាយើងប្រើយូរទៅគឺយើងដាក់ទៅគឺលែងសូវដិតហើយអញ្ចឹងលែងសូវដិតពេលខ្លះយើងដាក់ទៅវាបាត់សេវាបាត់ហើយលោតមកវិញបាត់ហើយលោតមកវិញអញ្ចឹងកន្លែង error ហ្នឹងគឺដូចជាយើងប្រើយូរឆ្នាំពេកទៅអញ្ចឹងគឺយើងដាក់ទៅគឺលែងសូវមានសេវាពេលខ្លះមានសេវាអញ្ចឹងទៅពេលខ្លះអត់អញ្ចឹងទៅអញ្ចឹងដោយសារតែ SIM ដែរពេលខ្លះវាអាចនឹងចាស់ពេកទៅវាអាចនឹងចង់ខូចជើង SIM ហ្នឹងទៅអញ្ចឹងធ្វើឲ្យយើងពិបាកប្រើពេលខ្លះប្រើដាច់សេវាទៅអញ្ចឹងគឺយើងពិបាកមែនទែនអញ្ចឹងក្នុងការតាក់ទងគ្នាគឺពិបាកមិនថាតាក់ទងឬក៏ប្រើប្រាស់នៅអ៊ីនធឺណិតបើកអ៊ីនធឺណិតកាលណាតែ SIM លោតដាច់សេវាងាកដាច់សេវាអញ្ចឹងគឺយើងមិនអាចប្រើប្រាស់បានងាយស្រួលទេអញ្ចឹងលុះត្រាតែយើងទៅអញ្ជើញទៅក្រុមហ៊ុនទៅបើកនៅ SIM ថ្មីអញ្ចឹងបើសិនជាយើងអត់ភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងទេបែរយើងមិនអាចបើកបានទេអញ្ចឹងឥឡូវនេះគឺទាមទារឲ្យបងប្អូនអរគ្នាគឺប្រើប្រាស់មិនថា SIM ឬក៏ eSIM គឺទាមទារឲ្យបងប្អូនអរគ្នា verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងដើម្បីជាកម្មសិទ្ធិផ្ទាល់របស់យើងពេលដែលយើងប្រើប្រាស់ឬក៏ខូចខាតអីទៅគឺយើងអាចទៅបើកនៅក្រុមហ៊ុនវិញបានហើយសម្រាប់បងប្អូនដែលប្រើប្រាស់នៅ eSIM អញ្ចឹង eSIM គឺយើងប្រើប្រាស់នៅក្នុងទូរស័ព្ទដៃរបស់យើងគឺយើងមានតែ QR code របស់ eSIM ទេដែលយើង scan ទៅគឺជាប់នៅក្នុងម៉ាស៊ីនរបស់ iPhone តែម្ដងឬក៏ Android តែម្ដងអញ្ចឹង eSIM នេះគឺបើសិនជាបងប្អូនប្រើប្រាស់ eSIM ក៏ល្អដែរបងប្អូនបាទសម្រាប់តែទូរស័ព្ទដែលប្រើប្រាស់នៅ eSIM បានទេអញ្ចឹងបើសិនជាបងប្អូនប្រើប្រាស់ eSIM លុះត្រាតែបងប្អូនទិញទូរស័ព្ទដែលមាន eSIM អញ្ចឹងគឺយើងអាចប្រើប្រាស់បានហើយ eSIM គឺមិនងាយខូចទេទោះបីយើងប្រើប្រហែលឆ្នាំក៏ដោយព្រោះ eSIM គឺជាប់នៅក្នុងម៉ាស៊ីនរបស់យើងតែម្ដងយើងគ្រាន់តែ scan QR code ទៅគឺជាប់នៅក្នុងម៉ាស៊ីនរបស់យើងតែម្ដងគឺមិនងាយខូចខាតទៅណាទេទោះបីយើងប្រើយូរឆ្នាំក៏ដោយអញ្ចឹងចំណុចល្អគឺត្រង់ហ្នឹងគាត់ថា SIM ធម្មតាគឺឆាប់ខូចជើងហើយ eSIM គឺអត់ចេះខូចជើងទេគឺយើងអាចប្រើប្រាស់បានរហូតទៅ3ប្រហែលឆ្នាំក៏ដោយអញ្ចឹងគឺយើងអាចនៅតែប្រើបានហើយតាក់ទងនឹងសេវាគឺមិនខុសគ្នាទេបងប្អូនបាទ SIM ហើយនិង eSIM ហ្នឹងអត់ខុសគ្នាទេគឺសេវាគឺដូចគ្នាអត់មែនថា SIM មានសេវាខ្លាំងជាង eSIM អត់សូវមានសេវាទេគឺដូចគ្នាអញ្ចឹងគឺការផលិតរបស់គេគឺមិនខុសគ្នាទេមិនថា SIM ឬក៏ eSIM ទេគឺយើងទៅតំបន់ណាដែលមានសេវាដូចគ្នាគឺដូចគ្នាសេវាដូចគ្នាអត់មានខុសគ្នាទេហើយមិនមែនគិតថាប្រើប្រាស់ eSIM ទៅដើរយឺតជាងប្រើ SIM ឬក៏អីគឺអត់ទេខ្ញុំសាកល្បងប្រើរួចហើយសម្រាប់បងប្អូនដែលប្រើប្រាស់នៅជាពិសេសបើសិនជាប្រព័ន្ធ cell card គឺយើងងាយស្រួលមែនទែនឧទាហរណ៍ថាយើងមានSIM ធម្មតាគឺយើងអាចចូលទៅផ្លាស់ប្ដូរទៅ eSIM នៅក្នុង app របស់យើងបានដោយយើងមិនបាច់អញ្ជើញទៅខាងក្រុមហ៊ុនទេគឺយើងអាចផ្លាស់ប្ដូរបាននៅក្នុង app cell card របស់យើងតែម្ដងអញ្ចឹងខ្ញុំជឿជាក់ថាងាយស្រួលសម្រាប់បងប្អូនដែលប្រើប្រាស់នៅ cell card
ហើយខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ